ok ហើយឡើយខ្ញុំឆ្លើយថាតើខ្ញុំប្រើកាមេរ៉ាអ្វីក្នុងការថតវីដេអូសួស្តីដល់គ្នាស្វាគមន៍មកកាន់ Channel Santa KX សាជាថ្មីបាទមានសំណួរមួយដែលសួរខ្ញុំថាតើប្រូប្រើកាមេរ៉ាអ្វីក្នុងការថតនិងកម្មវិធីអ្វីខ្លះក្នុងការកាត់តអរគុណដល់សំណួរមួយនេះអូខេហើយឡើយខ្ញុំឆ្លើយថាតើខ្ញុំប្រើកាមេរ៉ាអ្វីក្នុងការថតវីដេអូខ្ញុំរាល់ថ្ងៃគឺប្រើកាមេរ៉ាទូរស័ព្ទហ្នឹងហើយខ្ញុំអត់មានលុយទិញកាមេរ៉ាគេទេហើយទូរស័ព្ទខ្ញុំប្រើគឺជា Mac Huawei Nova 2i មានតម្លៃ$329ដែលទូរស័ព្ទនេះគឺលុយខ្ញុំផ្ទាល់អត់មានបានសុំពីបងប្អូនខ្ញុំទេហ្នឹងហើយគឺខ្ញុំប្រើកាមេរ៉ាទូរស័ព្ទរីឯកម្មវិធីកាត់តវិញគឺខ្ញុំប្រើ KineMaster គឺខ្ញុំកាត់តតាមទូរស័ព្ទទៀតបាទនិយាយរួមទៅវីដេអូរបស់ខ្ញុំទាំងអស់គឺខ្ញុំកាត់តតាមទូរស័ព្ទគឺកម្មវិធី KineMaster តែកម្មវិធី KineMaster ខ្ញុំគឺខ្ញុំ download តាម website ហ្នឹងហើយគឺខ្ញុំអត់មានកុំព្យូទ័រឬ laptop ក្នុងការកាត់តទេរីឯកម្មវិធីកាត់តសំណាងរបស់ខ្ញុំវិញគឺខ្ញុំប្រើកម្មវិធីពីរនេះហ្នឹងហើយអញ្ចឹងសរុបមកគឺខ្ញុំប្រើទូរស័ព្ទសុទ្ធហ្មងគឺកាមេរ៉ាទូរស័ព្ទកាត់តលើទូរស័ព្ទទាំងសំណាងទាំងវីដេអូគឺខ្ញុំប្រើតាមទូរស័ព្ទទាំងអស់គឺថាខ្ញុំអត់មានកុំព្យូទ័រ laptop អីដូចគេទេដោយឃើញថាវីដេអូរបស់ខ្ញុំនៅមានកម្រិតអញ្ចឹងឥឡូវគឺខ្ញុំកំពុងតែសន្សំលុយទិញកាមេរ៉ាមួយហ្នឹងហើយសម្រាប់ការថតអីចឹងហើយមួយទៀតគឺខ្ញុំនៅសិក្សាចឹងហើយខ្ញុំអត់តមានការងារធ្វើទេដូច្នេះការសន្សំលុយរបស់ខ្ញុំប្រហែលជានៅមានកម្រិតគឺមិនងាយនឹងបានទេបើសិនជាអ្នកទាំងអស់គ្នាចង់ជួយខ្ញុំដើម្បីសម្រេចក្នុងការទិញកាមេរ៉ាធ្វើវីដេអូដល់អ្នកគ្នាទស្សនាគឺសូមចិត្តអ្នកទាំងអស់គ្នាកុំរំលងនៅពាណិជ្ជកម្មខ្ញុំបានដាក់ឲ្យហ្នឹងហើយនិយាយទៅគឺខ្ញុំមិនបង្ខំទេតែបើសិនជាអ្នកទាំងអស់គ្នាចង់ជួយខ្ញុំមែនគឺកុំចុចរំលងនៅពាណិជ្ជកម្មមកទីពីទៀតរបស់ខ្ញុំចឹងណាគឺសូមចិត្តហ្មងសម្រាប់ខ្ញុំផ្ទាល់នៅវីដេអូរបស់ YouTuber ខ្មែរនៅពេលដែលវីដេអូលោតពាណិជ្ជកម្មឲ្យគឺខ្ញុំមិនរំលងគាត់ទេព្រោះថាខ្ញុំចង់ឧបត្ថម្ភគាត់ដោយសារតែយើងអត់មានថវិកាឧបត្ថម្ភគាត់ចឹងយើងមានជួយគាត់មកទីដើម្បីមើលពាណិជ្ជកម្មរបស់គាត់និយាយទៅពេលដែលខ្ញុំឃើញពាណិជ្ជកម្មរបស់ YouTuber ខ្មែរលោតគឺខ្ញុំទុកចោលគឺទុកចោលសិនដើម្បីឲ្យគាត់មានកម្រៃដែរចឹងណាព្រោះថាគាត់ខំធ្វើវីដេអូយើងទស្សនាចឹងតែយើងគួរតែផ្ដល់ឲ្យគាត់វិញតែបើសិនបានអ្នកនរគ្នាចង់ជួយខ្ញុំឲ្យឆាប់បានកាមេរ៉ាឆាប់អ្នកនរគ្នាអាចឧបត្ថម្ភខ្ញុំតាម Paygo បាទមួយនេះមួយរឿងអីមកគឺឆាប់បាននិយាយបាទបើសិនជាអាចអូខេនិយាយរួមគឺខ្ញុំប្រើទូរស័ព្ទទាំងអស់ទាំងកាមេរ៉ាទាំងកម្មវិធីកាត់តនិងការកាត់តចឹងគឺខ្ញុំប្រើទូរស័ព្ទទាំងអស់ណែដោយសារតែជាភាពទូរស័ព្ទខ្ញុំនៅមានកម្រិតចឹងខ្ញុំតែសំលុយខ្លួនឯងដើម្បីទិញកាមេរ៉ានិងកុំព្យូទ័រក្នុងការកាត់តវីដេអូហ្នឹងហើយជាចុងក្រោយក៏អរគុណអ្នកនរគ្នាដែលគាំទ្រខ្ញុំបាទឥឡូវគឺថាខ្ញុំជាប់រវល់ក្នុងការសិក្សាចឹងខ្ញុំអត់សូវមានពេលក្នុងការធ្វើវីដេអូទេហើយបើសិនជាខ្ញុំនៅទីក្រុងភ្នំពេញវិញខ្ញុំធានាថាខ្ញុំនឹងមានវីដេអូផ្លាច់សឹងតែរាល់អាទិត្យហ្មងព្រោះថានៅទីក្រុងវាសម្បូរមនុស្សហើយទីតាំងការធ្វើវីដេអូហើយគឺខ្ញុំនៅបាត់ដំបងហើយខ្ញុំមិននៅទីក្រុងទេក៏ខ្ញុំនៅជនបទនៅជាប់ព្រំដែនថៃហ្នឹងហើយគឺថាដើមពាក្យជាតិដល់ថៃហ្មងអូខេថ្ងៃហ្នឹងគឺពេលបន្លែបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះ like ម្នាក់មួយបាទហើយអ្នកថ្មី subscribe នៅផងបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះជួបខ្ញុំនៅវីដេអូក្រោយជាមួយខ្ញុំបាទ Santa KX Bye bye